ឆ្នាំកន្លងផុតទៅហើយទស្សនភាពនៅទីនេះគ្មានអ្វីគួរប្រែប្រួលសោះមែនទេលោកចម្រុំមែនហើយលោកអមរជប៉ុននោះខ្ញុំគិតថាយើងគួរតែត្រឡប់ទៅភូមិវិញទៅក្រោយលោកជួបចាំយូរនេះចាសំចាំតិចនេះពឹងទិញរបស់ខ្ញុំទៅអើយនាំគ្នាទិញទៅនំបន្លែខ្ញុំដែរអត់នាំគ្នាមកទិញខ្លះទេនៅមើលមុខស្អីឆាប់ទៅបាត់ហើយទិញនំគេឲ្យមើលមុខគេទៀតខ្វៃវាចឹងហើយបងអើយលោកមិនជប៉ុននុតមកខាងនេះមកផ្លែនប្រហែលជានំញៀនឆ្ងាញ់ណាស់ហើយមើលទៅទើបលោកដាច់យ៉ាងនេះហើយអស់ហើយនំហ្នឹងហ៎អស់នំនៅនឹងបាទចាអស់ហើយលោកពូចាំថ្ងៃក្រោយចាំមកទិញម្ដងទៀតអរគុណហើយដែលបានមកជួយទិញស្អាតទៅហើយអរមែនខំតមកចាំមកទៀតខ្ញុំស្អែកទៅបងខ្ញុំទៅមុនហើយណាទៅចុះដាច់អត់សុំជ័យជួយថ្ងៃស្រុកស្រស់ដាច់ទីដាច់អើយក៏មកលេបអស់ទៅផ្ទះមកលេបអស់ទៅផ្ទះនឹងរត់ទៅញ៉ៃនេះថ្ងៃនេះស្អាតផងបើណៃទៅខ្ញុំទៅសួរគេសិនក្មួយបាច់ខ្ញុំសិនមិនបងមេកាអីហ៎តានាងដែលលក់នំមិញនេះជាកូនចៅនរណាគេដែរទៅអូបាទនាងឈ្មោះថាស្គាល់មាសនាងស្អាតដៃគេនៅក្នុងភូមិនេះស្អាតជាងគេតែម្ដងហើយអូអញ្ចឹងស្រស់ល្អណាស់យកមិនដែរចឹងឲ្យពីបាច់មកលោកមួយក្រុមហ៎ស្គាល់ម្នាក់មិញហ្នឹងគេនិយាយថាម៉េចលោកអាម៉ាត់ទៅតាមទៅអញ្ចឹងកុំតន់អស់សង្ឃឹមហើយកុំតន់មានសង្ឃឹមច្រើនពេកចាន់លេខាទម្រាំតែយើងឃើញក្មេងនោះដោយផ្ទាល់ម្ចាស់បងបន្ទូម្ចាស់បងមានន័យថាត្រូវហើយយើងនឹងទៅភូមិនោះដោយផ្ទាល់ឲ្យខ្ញុំម្ចាស់ទៅជាមួយព្រះអង្គផងមិនបានទេអូនមិនទាន់រឹងមាំផងធ្វើយ៉ាងម៉េចនឹងទៅកើតទេខ្ញុំម្ចាស់រឹងមាំហើយកាន់តែរឹងមាំថែមទៀតបើសិនខ្ញុំម្ចាស់បានឃើញក្មេងនោះដោយផ្ទាល់ខ្ញុំម្ចាស់មិនអាចរងចាំ